បាទសូមគោរពជំរាបសួរប្រិយមិត្តជាទីមេត្រីព្រះគ្រូចៅអធិការវត្តនេនតូសីហានិងនិមន្តទៅកាន់តំបន់ព្រំដែនកម្ពុជាថៃដើម្បីយកសម្ភារៈមួយចំនួនឧបត្ថម្ភទៅដល់កងទ័ពកម្ពុជាដោយតែប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះនៅតំបន់ព្រំដែនកម្ពុជាថៃគឺមានការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃរហូតដល់មានការចល័តទ័ពក៏ដូចជាគ្រឿងសព្វាវុធផ្សេងៗនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរមូលហេតុដំបូងនោះគឺកើតឡើងកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលបង្កឡើងដោយភាគីថៃបានបាញ់មកលើកងទ័ពខ្មែរមុនបណ្ដាលឲ្យកងទ័ពកម្ពុជាម្នាក់គឺលោកឧត្តមសេនីយ៍សួនរ៉ូនបានទទួលមរណភាពមូលហេតុនេះហើយដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាបន្តបន្ទាប់រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលអាចនឹងបង្កឲ្យមានការផ្ទុះអាវុធឬយ៉ាងណានោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរគឺមិនចង់បាននូវការបង្ហូរឈាមឬក៏ការបាញ់សម្លាប់គ្នានោះទេនៅក្នុងការចល័តទ័ពនៅតាមតំបន់ព្រំដែននេះផងដែរមានបងប្អូនប្រជាពលរដ្ឋដែលជាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋានគ្រប់និន្នាការនយោបាយនិងសាសនាដែលស្ថិតនៅក្រោមស្មារតីខ្មែរតែមួយបានគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខនៅក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីការពារភាពត្រឹមត្រូវនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរជាមួយគ្នានោះក៏មានការគៀងគរក៏ដូចជាសម្ភារៈមួយចំនួនដើម្បីជួយទៅដល់កងទ័ពនៅក្នុងការការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនផងដែរជាមួយគ្នានោះដែរព្រះរាជកូនឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីជាវត្តនេនតូសីហាកំពុងគង់នៅនិងសិក្សារៀនសូត្រផងនោះព្រះអង្គក៏បានមានប្រតិយយកចិត្តទុកដាក់និងលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជានៅតាមតំបន់ព្រំដែនដោយព្រះអង្គបានចែករំលែកសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមដើម្បីជូនដំណឹងទៅដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដើម្បីប្រមូលបច្ច័យក៏ដូចជាសម្ភារៈមួយចំនួនជូនទៅដល់កងទ័ពផងដែរនៅក្នុងនោះព្រះរាជគុណបានចែករំលែកសារជាបន្តបន្ទាប់ដូចជាអាត្មាចង់យកសម្ភារៈនិងអង្ករខ្លះយកទៅជូនបងប្អូនញោមកងទ័ពនៅព្រំដែនតើមានញាតិញោមណាចង់ទៅទេអាត្មាសូមចម្រើនពរញាតិញោមក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបថានៅថ្ងៃទី20ខែមិថុនាឆ្នាំ2025ខាងមុខនេះអាត្មានិងលោកកូនសីហានឹងនាំយកសម្ភារៈទឹកត្រីអង្ករមីឡាក់យកទៅជូនញោមកងទ័ពនៅការពារព្រំដែនខេត្តព្រះវិហារសូមញាតិញោមចូលរួមជួយតាមកម្លាំងសទ្ធាផងចុះពីព្រោះញោមទាហានកំពុងត្រូវការញាតិញោមជួយណាស់យើងចូលរួមលើកទឹកចិត្តពួកគាត់ផងបើញាតិញោមចង់គឺអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ព្រះរាជកូនបានប្រទេសជាតិត្រូវការពួកយើងហើយជាមួយគ្នានោះព្រះរាជកូនឡុងសុភ័ក្រក៏បានចែករំលែកនៅសារជាបន្តបន្ទាប់ទៀតពីញាតិញោមដែលបានចូលរួមបច្ច័យនៅក្នុងការឧបត្ថម្ភគាំទ្រនេះផងដែរនៅក្នុងនោះដែរព្រះរាជកូនឡុងសុភ័ក្រក៏បានចែករំលែកសារមួយទៀតដែលជាសារដ៏រំភើបផងដែរដោយព្រះអង្គបានសរសេររៀបរាប់ដូចនេះថាញាតិញោមជើងវត្តឮថាយកសម្ភារៈជូនកងទ័ពញោមខ្លះដឹកស្រូវយកទៅកិនដើម្បីផ្ញើទៅបងកងទ័ពនេះគឺជាទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមានទឹកចិត្តចំពោះកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារក៏ដូចជាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងតំបន់មុំបីដែលជាតំបន់ប្រឈមមុខខ្លាំងនៅក្នុងការប៉ះទង្គិចជាមួយនឹងកងទ័ពថៃដែលបងប្អូនប្រជាពលរដ្ឋបានយកចិត្តទុកដាក់ក៏ដូចជាលើកទឹកចិត្តចំពោះកងទ័ពកម្ពុជាយើងនៅក្នុងការការពារទឹកដីជាមួយគ្នានោះដែររាជរដ្ឋាភិបាលយើងក៏បានដាក់ពាក្យបណ្ដឹងជាមួយនឹងតំបន់ខាងលើនេះ
ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់ផងដែរដើម្បីដោះស្រាយបញ្ហាព្រំដែនមួយនេះឲ្យដាច់ស្រេចជាមួយនឹងប្រទេសថៃដែលមានការប៉ុនប៉ងយាយីនៅក្នុងការលេបត្របាក់ទឹកដីរបស់កម្ពុជាផងដែរបានចំណាយព័ត៌មានមួយទៀតគឺមានចំណងជើងថាខ្យល់កន្ត្រាក់វាយប្រហារលំនៅឋានអស់16ខ្នងនិងសាលាឆាន1ខ្នងបានហេតុការណ៍នេះគឺកើតឡើងនៅខេត្តបាត់ដំបងលំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចចំនួន1ខ្នងនិងសាលាឆាន1ខ្នងផងនោះត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់និងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរកាលពីល្ងាចថ្ងៃទី17ខែមិថុនាឆ្នាំ2025នៅភូមិកោះថ្កូវឃុំគាស្រុកមោរិស័យតែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេមន្ត្រីរដ្ឋបាលស្រុកមោរិស័យបានរាយការណ៍ថាភ្លៀងធ្លាក់ដែលមានលាយឡំជាមួយនឹងខ្យល់កន្ត្រាក់មួយប្រាវផងនោះបានវាយប្រហារទៅលើលំនៅឋានប្រជាពលរដ្ឋនិងសាលាឆាននៅក្នុងវត្តបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរប្រពន្ធប្រដែលបានបញ្ជាក់ថាក្រៅពីខូចខាតផ្ទះសម្បែងក៏មានដើមឈើបាក់រលំគ្រប់នៅលើដងផ្លូវនិងសង្កត់ផ្ទះផងដែរតែពុំមានគ្រោះថ្នាក់ទៅដល់មនុស្សនោះទេរបាយការណ៍សមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានរាយការណ៍ថាលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន16ខ្នងនិងសាលាឆាន់នៅក្នុងវត្តមួយខ្នងត្រូវបានរងការខូចខាតនិងភាគច្រើនរបើកដំបូលបង្គោលដែកសម្រាប់បំពាក់មេក្រូនៅក្នុងវត្តមួយក៏ដួលរលំផងដែរថែមទាំងធ្វើឲ្យខូចខាតមេក្រូចំនួន2ទៀតបើតាមអ្នកភូមិបានដឹងដែរថាភ្លៀងហាក់មិនសូវធ្លាក់ខ្លាំងប៉ុន្មានទេតែខ្យល់កន្ត្រាក់បានវាយប្រហារខ្លាំងត្រឹមរយៈពេលមួយប៉ព្រិចភ្នែកបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិខូចខាតយ៉ាងធ្ងន់ធ្ងរយ៉ាងណាពេលនេះអាជ្ញាធរដែនដីនិងមន្ត្រីជំនាញបាននឹងកំពុងចុះពិនិត្យស្ថានភាពនៅកន្លែងកើតហេតុដើម្បីធ្វើរបាយការណ៍សូមជំនួយបឋមពីថ្នាក់លើនិងជួយទៅដល់គ្រួសាររងគ្រោះផងដែរបាទលោកអ្នកនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីនេះគឺជាព័ត៌មានចំនួន2បាទដែលព័ត៌មានទី1គឺមានចំណងជើងថាព្រះគ្រូចៅអធិការវត្តនេនទោសេហានិងនិមន្តទៅកាន់តំបន់ព្រំដែនកម្ពុជាថៃដើម្បីយកសម្ភារៈឧបត្ថម្ភដល់កងទ័ពកម្ពុជាបាទចំណែកព័ត៌មានទី2គឺមានចំណងជើងថាខ្យល់កន្ត្រាក់វាយប្រហារលំនៅឋានអស់16ខ្នងនិងសាលាឆាន1ខ្នងបាននៅខេត្តបាត់ដំបងបាទព័ត៌មានទាំងពីរនេះគឺបានបញ្ចប់ទៅហើយបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទគោរពជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្រៀតឡើយបាទសម្រាប់ពេលនេះដែរខ្ញុំបាទសូមអរគុណនិងសូមគោរពលា